សួស្តីបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃហ្នឹងខ្ញុំនាំអ្នកទាំងអស់គ្នាមកស្គាល់ប្រភេទដើមឈើម្យ៉ាងហៅថាដើមប្រភពឬក៏ដើមកបាស់ភ្នំណាបងប្អូនដើមប្រភពនេះគឺជាប្រភេទរុក្ខឱសថមួយប្រភេទមុនពេលទៅលម្អិតពីរុក្ខជាតិនេះសង្ឃឹមថាបងប្អូននឹងជួយ Subscribe និង Like Channel របស់ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតដែលតាក់ទងទៅនឹងប្រភេទរុក្ខជាតិនៅក្នុងប្រទេសយើងផងដែរអញ្ចឹងនេះគឺជាដើមប្រភពឬកបាស់ភ្នំហើយភាសាអង់គ្លេសគេហៅវាថា Cochlospermum regilisum វាគឺជាប្រភេទអំបូរBisacea ដែលជាភាសាឡាតាំងណាបងប្អូនដើមប្រភពឬកបាស់ភ្នំនេះគឺជាប្រភេទរុក្ខជាតិដែលដុះនៅតាមព្រៃភ្នំតាមជើងភ្នំណាបងប្អូនតាមព្រៃរៀងធំតំបន់ព្រៃហ្នឹងគឺវាមានដុះហើយវាក៏ជាប្រភេទរុក្ខឱសថមួយប្រភេទដែលចាស់បុរាណហ្នឹងគាត់យកមកប្រើធ្វើជាថ្នាំជាឱសថអីចឹងណាចាំបើខ្ញុំនឹងប្រាប់ detail អំពីលក្ខណៈលក្ខខណ្ឌនៃការប្រើប្រាស់រុក្ខជាតិនេះដើម្បីធ្វើជាឱសថតើឥឡូវយើងទៅពិពណ៌នាអំពីសន្តានដើមរបស់វាបន្តិចដើមប្រភពនេះគឺជាប្រភេទដើមឈើធំមួយប្រភេទដែរដែលវាអាចមានកម្ពស់5ទៅ15ម៉ែត្រទៅតាមអាយុកាលអីចឹងទៅហើយដើមប្រភពគឺជាប្រភេទដើមឈើដែលមានសាច់ធូរណាបងប្អូនគឺសាច់របស់វានឹងអត់ក្លិមទេធូរដូចជាដើមកដើមរកាយអញ្ចឹងសាច់វាធូរហើយឆាប់ធំហើយដើមប្រភពហ្នឹងគឺជាប្រភេទដើមឈើដុះនៅតាមតំបន់ព្រៃដែលវាមានដើមប្រភេទរាងក្រហមបន្តិចស្រដៀងទៅនឹងដើមម្កាក់ណាបងប្អូនដើមម្កាក់ស្រុកយើងហ្នឹងក៏មើលទៅឃើញស្រដៀងហើយវាមានមែកច្រើនគ្រាន់បើហើយស្លឹករបស់វាហ្នឹងគឺវាដុះទៅនៅកញ្ចុំជុំចុងមែកនោះទេបងប្អូនគល់វាហ្នឹងគឺវាអត់សូវមានស្លឹកទេស្លឹកវារង្វើលដែរស្លឹករបស់វាហ្នឹងសន្តានដូចជាស្លឹកលហុងខ្វងយើងណាបងប្អូនយើងមើលមួយផ្លែតឆែកសន្តានរាងអីហ្នឹងគឺដូចស្លឹកលហុងខ្វងដែលវាមានឆែកជា4ជា5ឆែកអីចឹងទៅហើយឆែកជាមួយហ្នឹងវាមានចុងស្រួចដែលសន្តានស្លឹកវារាងរលោងរាងក្រាស់បៃតងពណ៌បៃតងរាងបៃតងចាស់បន្តិចដែលវាដុះមានធាងតូចល្អិតដុះជាកញ្ចុំជុំវិញមែកនៅចុងណាបងប្អូនហើយសន្តានស្លឹករបស់វាអាចថាមានប្រវែង10ទៅ15សង់ទីម៉ែត្រតាមស្លឹកឆែកវែងឆែកខ្លីអីចឹងទៅហើយស្លឹករបស់វាបើយើងមើលពីខាងក្រោមទៅឃើញរាងពណ៌ស្លេតសបន្តិចដែលមើលពីខាងក្រោមទៅឃើញសន្តានរាងគ្រើមវាមានសរសៃដូចរោមល្អិតដែរអញ្ចឹងណាយើងប៉ះពីខាងក្រោមទៅយើងដឹងថាវារាងគ្រើមខាងលើហ្នឹងផ្នែកខាងលើគឺរលោងហើយដើមរបស់វាហ្នឹងគឺសន្តានដូចដើមម្កាក់មែនតែនដែលយើងអាចមើលដើមរបស់វាទៅទាំងពណ៌ទាំងសម្បកហ្នឹងគឺដូចទៅនឹងដើមម្កាក់គ្រាន់តែបើយើងមើលឲ្យគៀកដើមវាមានសរសៃធ្នេររាងដូចជាសរសៃធ្នេរមានសម្បកគ្រើមជាងបងប្អូនហើយស្លឹកវាក៏រង្វើលជាងដែរហើយវាស្លឹកវងជុំនៅចុងមែកអញ្ចឹងនេះគឺជារូបរាងសន្តានស្លឹកដើមរបស់គេហៅថាប្រភពឬក៏កបាស់ភ្នំណាបងប្អូនហើយដើមវាឆាប់ធំអាចថា2ឆ្នាំ3ឆ្នាំហ្នឹងគឺប៉ាន់ផ្លូវអីហើយបងប្អូនឆាប់ធំហើយផ្លែរបស់វាហ្នឹងគឺវាផ្លែជាចង្កោមបងប្អូនអាចថានៅចុងមែកមានផ្លែមួយចង្កោមហ្នឹង4 10ផ្លែអញ្ចឹងទៅដែលផ្លែរបស់វាហ្នឹងមានសរសៃដូចសម្លៃដូចកណាបងប្អូនមានសរសៃសដូចជាផ្លែកអញ្ចឹងដែលផ្លែរបស់វាគ្រាន់តែជាផ្លែសន្តានមូលប៉ិនផ្លែកសាំងប៉ិនកដៃអីហ្នឹងបងប្អូនគ្រាន់តែវាមានធ្នេរពេលទុំទៅវាបែកចេញជា4-5 ធ្លុងដែលឃើញសរសៃសដូចជាផ្លែកអញ្ចឹងហើយនេះគឺជាសន្តានផ្ការបស់ដើមប្រភពឬក៏កបាស់ភ្នំហ្នឹងណាបងប្អូនដែលផ្ការបស់វាពណ៌លឿងដែលរាងធំបន្តិចអាចថាប្រវែងស្រទាប់នីមួយហ្នឹង4-5សង់ទីម៉ែត្រហើយស្រទាប់ផ្កានីមួយអាចថាមាន4-5ស្រទាប់ព័ទ្ធជុំវិញអីចឹងទៅតែផ្កាវាពណ៌លឿងស្រស់មែនតើ
ពេលដល់រដូវវាផ្កាហ្នឹងគឺវាផ្កានៅចុងម៉េចពេញដើមតែម្ដងបងប្អូនដែលដល់រដូវខែស្លឹកឈើជ្រុះហ្នឹងវាចាប់ផ្ដើមចេញផ្កាហើយបងប្អូនហើយក៏ចាប់ផ្ដើមលាស់ស្លឹកថ្មីហើយផ្ការបស់វាហ្នឹងគឺនៅចុងខ្ពស់មែនតើដែលហើយយើងអាចមើលឃើញទៅគឺឆាប់ស្គាល់ដែលផ្ការបស់វាគឺពណ៌លឿងហើយរាងធំណានៅពេលខែស្លឹកឈើជ្រុះហ្នឹងយើងដើរព្រៃភ្នំអីហ្នឹងគឺមើលទៅលើឃើញលឿងផ្កាចុំហ្នឹងរាងធំមានត្របកលឿងហើយកញ្ចុំផ្កាក៏មានជាកញ្ចុំកែសនៅកណ្ដាលពណ៌រាងលឿងចាស់បន្តិចហើយផ្ការបស់វាគឺអាចថាធំដែរហើយបើសម្រាប់ផ្នែកចសិតវិញគឺគេយកស្លឹកផ្កាជ័រនិងសម្បកវាដែលវាកប់នឹងជំងឺជ័ររបស់វានឹងយើងអាចយកមកព្យាបាលជំងឺរបេងឬក៏ក្អកស្លឹកនិងផ្ការបស់វានឹងគេប្រើជាថ្នាំរំញោចសរីរាង្គជំនួយកម្លាំងសម្បករបស់វានឹងគេអាចយកមកព្យាបាលជំងឺកាមរោគស្លឹកវាគេអាចយកមកកក់សក់ជាចំនួនសាប៊ូដូចជាស្លឹកល្ងដែរបានអញ្ចឹងណាបងប្អូនហើយសម្រាប់ការប្រើប្រាស់ហ្នឹងស្លឹកនិងសម្បកហ្នឹងគេយកពីប្រហែលជា15ទៅ20ក្រាមស្ងោរផឹកក្នុងមួយថ្ងៃហើយបើផ្កាវាប្រហែលជា10ក្រាមស្ងោរផឹកក្នុងមួយថ្ងៃដូចគ្នានេះបើយោងទៅតាមឯកសារយោងពីរុក្ខឱសថកម្ពុជាដែលខ្ញុំធ្លាប់បានអានណាបងប្អូនហើយខ្ញុំនឹង copy សរសេរជាអក្សរណែនាំខាងក្រោមវីដេអូអញ្ចឹងបងប្អូនអាចចូលទៅមើលបានហើយក៏អាចស្រាវជ្រាវបន្ថែមបានប៉ុន្តែរុក្ខជាតិប្រភេទនេះគឺជារុក្ខឱសថដែលចាស់ពីដើមធ្លាប់ប្រើពិតប្រាកដមែនអញ្ចឹងណាបងប្អូនអញ្ចឹងនឹងហើយសម្រាប់វីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះហើយខ្ញុំសង្ឃឹមថាបងប្អូននឹងស្គាល់រុក្ខជាតិថ្មីជាច្រើនហើយក៏ស្គាល់ច្បាស់នៅប្រភេទដើមប្រភោគភ្នំឬក៏ដើមកបាស់ភ្នំឬក៏ប្រភោគនេះស្គាល់បានច្បាស់ណាព្រោះនៅស្រុកយើងគឺសម្បូរមែនតើអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ